អ្នកជឿទេនៅក្នុងមហាសមុទ្រអាត្លង់ទិកមានបង្គាមួយប្រភេទដែលគេចាត់ទុកថាជារ៉ូសរ៉ុយនៃពូបង្គាមួយក្បាលអាចលូកបានដល់ទៅរាប់ពាន់ហើយលើគេថាវាមានរសជាតិឆ្ងាញ់ជាងបង្កងអូស្ត្រាលីទៅទៀតពេលបានឮដំណឹងនេះភ្លាមខ្ញុំពិតជារំភើបខ្លាំងណាស់ដូច្នេះខ្ញុំក៏ចាប់ផ្ដើមសាកសួរគេឯងគ្រប់ទីភ្លាមទីបំផុតក្រោមជំនួយពីមិត្តដ៏អាថ៌កំបាំងម្នាក់ខ្ញុំក៏បានដឹងពីទីតាំងដែលមានបង្គានេះបន្ទាប់មកខ្ញុំក៏ប្រញាប់លាជាមួយទៅហើយឡើងយន្តហោះម្ដងទៀតទីបំផុតបានធ្វើដំណើរពីប្រទេសម៉ារ៉ុកមកដល់គោលដៅនៃការធ្វើដំណើរនេះគឺប្រទេសកាប់វេមិត្តឲ្យតាមពិតកាលពី2ឆ្នាំមុនខ្ញុំធ្លាប់បានឃើញប្រទេសនេះនៅលើផែនទីរួចមកហើយប៉ុន្តែការនោះខ្ញុំគិតថាប្រទេសដីកោះដែលស្រយាលបែបនេះខ្ញុំប្រកាសជាមិនទៅទេតែដំណើរទៅនៅស្មានដល់ថាពេលនេះខ្ញុំបែរជាបានមកដល់ទីនេះយ៉ាងងាយស្រួលទៅវិញរឿងដំបូងបន្ទាប់ពីចុះប្រទេសនេះគឺខ្ញុំបានជួលឡានជិះមួយគ្រឿងនេះតម្លៃជួលមួយថ្ងៃនៅទីក្រុងគឺជាង500យ៉នគឺថ្លៃជាងជួលឡាននៅម៉ារ៉ុកឆ្ងាយណាស់តែគ្មានជម្រើសទេទីនេះជាកោះភ្នំភ្លើងផ្លូវភាគច្រើនគឺចោលខ្លាំងណាស់តោះតែជួលឡាន7 4 4ទៅបានអូខេឥឡូវយើងចេញដំណើរហើយការធ្វើដំណើរពេលមិនដល់2ម៉ោងទេងាយស្រួលណាស់ភ្លេចប្រាប់ប្រទេសកាប់វេមានផ្ដល់ទិដ្ឋាការពេលមកដល់សម្រាប់លិខិតឆ្លងអ្នកចិនគេអនុញ្ញាតឲ្យស្នាក់នៅរយៈពេល1ខែតម្លៃប្រហែល500យ៉នកុំភ្លេចយកកាតវេសមកកាត់លុយផងព្រោះការបង់លុយសុទ្ធគឺយឺតខ្លាំងណាស់ហាខ្ញុំស្រឡាញ់ប្រទេសចិនហើយទេសភាពតាមផ្លូវនេះក៏ស្អាតខ្លាំងណាស់ដែរទីណាក៏មានវាលស្មៅពណ៌បៃតងស្រស់ហត់ទូរស័ព្ទមិនអាចផ្តិតយកភាពអស្ចារ្យនេះបានអស់ទេមានអារម្មណ៍ដូចកំពុងនៅប្រទេសស្វីសអញ្ចឹងគឺពិតជាស័ក្តិសមណាស់ទីបំផុតមកដល់ហើយមិត្តផ្លូវនេះពិបាកបើកបោះណាស់ផ្លូវសុទ្ធតែចំហុកនឹងរលាក់បែបនេះទើបតែមកដល់ភ្លាមក៏មានបញ្ហាបាត់ទៅហើយកង់ឡានធ្លីបាត់ហើយមើលចុះឲ្យចាំខ្ញុំមើលសិនថារបៀបដូរកង់យ៉ាងម៉េចតាមពិតនៅតាមផ្លូវមកខ្ញុំក៏បានគិតបណ្ដាលដែរថាក្រែងលោមានត្រូវកង់ធ្លីអីចឹងមែនពិតជាខ្លាចអីបាននឹងមែនប៉ុន្តែសម្រាប់ខ្ញុំកាប់ដូរកង់ឡានមិនមែនជារឿងពិបាកទេគ្រាន់តែអាកាសធាតុក្តៅខ្លាំងពេកកម្ដៅខ្លួនតែបន្តិចក៏បែកញើសជប់ខ្លួនទៅហើយកង់ឡានដូររួចរាល់ហើយឥឡូវនេះយើងមកមើលស្ថានភាពដីនៅទីនេះវិញម្ដងតាក់បង្ហាញខ្លួនហើយឆ្នេរដែលគ្មានខ្សាច់គឺមានតែគ្រូទន្លេប៉ុណ្ណោះតែតាមលឺអ្នកសុខប្រាប់ថាបង្គាមាស Rhinoceros នេះចូលចិត្តកន្លែងដែលគ្មានខ្សាច់កាន់តែមានថ្មប្រទឹកច្រើនកាន់តែសម្បូរបង្គាមាសដូច្នេះឥឡូវនេះក្នុងក្បាលខ្ញុំនៅតែមានសញ្ញាសួរនៅឡើយមិនដឹងថាដំណឹងនេះអាចជឿទុកចិត្តបានឬអត់ទេពេលហើយទើបតែនិយាយចប់សោះក៏ប្រទេសឃើញថ្មគ្រូមួយដុំថ្មគ្រូនេះមានរាងដូចអក្សរចិនណាស់ប្រហែលជាមានអត្ថន័យល្អអ្វីមួយទេដឹងលើកនេះខ្ញុំបានយកសម្ភារៈពីមុខមកជាមួយគឺកាំភ្លើងបាញ់ត្រីមួយនិងលំពេងចាក់ត្រីមួយកាំភ្លើងបាញ់ត្រីនេះសម្រាប់ប្រើនៅពេលថ្ងៃហើយលំពេងចាក់ត្រីនេះសម្រាប់ប្រើនៅពេលយប់អ្នកទាំងអស់គ្នាកុំមើលសារលំពេងចាក់ត្រីនេះឲ្យសោះត្រីទម្ងន់ក្រោម5គីឡូគឺមិនមែនជាបញ្ហាទេខ្ញុំផ្ទាល់គិតថាភាគរយដែលអាចរកឃើញបង្គាមាសនៅពេលយប់គឺមានខ្ពស់ជាងដូច្នេះខ្ញុំគិតថាគួរតែបោះតង់ឲ្យហើយសិនរួចចាំពេលមេឃងឹតភ្លាមខ្ញុំនឹងចាប់ផ្ដើមសកម្មភាពការតាមរកបង្គាមាសនៅលើកនេះយើងមានគម្រោងចាប់ផ្ដើមការស្វែងរកជុំទី1នៅពេលយប់បើពេលយប់រកមិនឃើញទេព្រឹកស្អែកយើងនឹងបន្តទៀតប្រសិនបើនៅតែបរាជ័យទៀតនោះខ្ញុំមានតែរកទីតាំងមកសម្បត្តិផ្សេងដើម្បីចាប់ផ្ដើមជុំទី3សង្ឃឹមថានឹងមិនឲ្យខ្ញុំដល់ជុំទី4ចុះមិត្តឲ្យទីបំផុតមេឃងឹតហើយថាតើមានបង្គាមាសឬអត់យើងចុះទៅនឹងដឹងហើយសង្ឃឹមថានឹងអាចចាប់បាន5 1 2 3 4 5 6ចុះចេញដំណើរហើយរលកពេលយប់រៀងធំបន្តិចហើយវាលុបឲ្យលឿនបញ្ចប់ឲ្យឆាប់រលកមកហើយពេលខ្ញុំហែផុតតំបន់ទឹកប្រាក់ខ្ញុំក៏ចាប់ផ្ដើមស្វែងរកភ្លាមដោយសារតែសមុទ្រនៅទីនេះមិនមានកាត់មកទេដូច្នេះរង្វង់នៃការស្វែងរករបស់ខ្ញុំគឺកំណត់ត្រឹមតែតាមរូបថ្មប្រេតប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីស្វែងរកអស់កន្លះម៉ោងនៅតែមិនឃើញស្រមោលបង្គាមាសសោះកកសាច់នេះធំពេកហើយខ្ញុំបានរកមើលគ្រប់រូងថ្មទាំងអស់ហើយតែនៅតែមើលមិនឃើញសោះតើនៅអាចរកឃើញទៀតទេនឹងហត់ចង់ស្លាប់ហើយដើម្បីការពារកុំឲ្យខកជើងពេលនេះក្នុងអំឡុងពេលកំពុងស្វែងរកខ្ញុំត្រូវបានត្រីសមុទ្រផ្សេងខ្លះបើមិនអញ្ចឹងទេគិតតែពីរហូតគឺពិតជាគួរឲ្យធន់ណាស់ឈ្មោះពេញរបស់ត្រីនេះគួរតែជាត្រីឡាតែខ្ញុំចូលចិត្តហៅវាថាត្រីធ្មជាងហត់ទទួលបានពីត្រីទី1សម្រាប់យប់នេះនៅមិនទាន់រកឃើញបង្គាមាសទេរកឃើញវាសិនវាក៏មានរសជាតិឆ្ងាញ់គួរសម្ដែងយកចុះសមុទ្រដែលខ្ញុំចុះយប់នេះសម្បូរឆ្លៀងសមុទ្រខ្លាំងណាស់នៅជុំវិញរូងថ្មសុទ្ធតែជារបស់វាប្រហែលជាទៅពេលខ្ញុំតែ1ម៉ោងគឺខ្ញុំអាចចាប់បានដល់ទៅរាប់សិបគីឡូឯណោះនៅលើថ្មសុទ្ធតែជាឆ្លៀងសមុទ្រច្រើនណាស់តែមិនដឹងថានៅកាហ្វេគេអនុញ្ញាតឲ្យចាប់ឆ្លៀងសមុទ្រអត់ទេមុននឹងសួរឲ្យច្បាស់យើងកុំទាន់ឲ្យយកអីក្រៅពីសម្បូរឆ្លៀងសមុទ្រអន្ទង់សមុទ្រនេះក៏ឃើញប៉ុន្មានក្បាលដែរប៉ុន្តែទំហំសុទ្ធតែតូចដូច្នេះខ្ញុំក៏មិនមានបំណងចាប់វាដែរតែបែរជានៅក្រោមថ្មជិតអន្ទង់សមុទ្រនេះខ្ញុំក៏បានរកឃើញបង្កង6គ្រាន់តែខ្ញុំបញ្ចាំភ្លើងទៅជំរាបភាពវាក៏ចាប់ដើមរត់ប្រភេទប្រផាំងពិតជាមានសក្តិគុណនៃការរស់រានមានជីវិតខ្លាំងមែនបាទបង្កងក្បាលដំបងសម្រាប់យប់នេះបាទរកបង្គាមាសមិនឃើញតែរកឃើញបង្កងមួយក្បាលសប្បាយចិត្តណាស់យកចុះសឹងតែឲ្យវារត់រួចទៅហើយទោះបីទីនេះគ្មានបង្គាមាសតែមានធនធានផ្សេងទៀតវាក៏ល្អគួរសម្ដែងមើលចុះខ្ញុំទៅតែទុកបង្កងនេះមិនទាន់បានប្រមាណផងក៏ប្រទេសឃើញមឹកយីហោមួយទៀតមឹកយីហោមួយក្បាលហើយវាក៏មិនសូវជាធំប៉ុន្មានដែរទុកចុះលេងវាទៅមែនហើយមឹកយីហោតូចបែបនេះដាក់ចូលកន្ត្រកក៏វារត់ចេញវិញដែរដូច្នេះសម្រាប់ចិត្តលេងវាវិញទៅប៉ុន្តែត្រីសេកនៅចំពោះមុខខ្ញុំនេះគឺមិនអាចរំលងបានទេមើលទៅយ៉ាងហោចណាស់ក៏ជាង5គីឡូដែរសំខាន់គឺលើគេថាត្រីសេកនៅមហាសមុទ្រអាត្លង់ទិកគឺមានរសជាតិឆ្ងាញ់ជាងនៅប៉ាស៊ីហ្វិកខាងត្បូងទៅទៀតដូច្នេះចាំអីទៀតយកចុះប្រាប់ឲ្យខ្ញុំចុះអ្នកទាំងអស់គ្នាត្រីសេកនេះធំពេកហើយចាក់លំពេងមិនមុតសោះដូច្នេះខ្ញុំក៏ងើបឡើងដកដង្ហើមនៅផ្ទៃទឹកបន្តិចសិនរួចក៏មុជចុះទៅម្ដងទៀតតាមពិតចង់បន្តប្រើលំពេងទេប៉ុន្តែចាក់បានពី3ដងក៏ឃើញថាត្រីសេកនេះបានសន្លប់បាត់ទៅហើយដូច្នេះខ្ញុំក៏ចាប់ទីកន្ទុយវាចេញពីរូងមកក្រៅតែពេលអូសមកដល់មាត់រូងភ្លាមស្រាប់តែវាដឹងខ្លួនវិញហើយបំរុងនឹងរត់សំណាងហើយដែលចែកចាប់ត្រីរបស់ខ្ញុំនៅមានកម្រិតធ្វើតែបន្តិចក៏អាចបង្ក្រាបវាបានសម្រេចត្រីមួយក្បាលនេះធំណាស់យ៉ាងហោចណាស់ក៏ជាង5គីឡូដែរអូមិននឹកស្មានថាអាចប្រើដៃចាប់វាបានសម្រេចសោះអាយ៉ាស្ទើរតែឲ្យវារត់រួចបាត់ហើយបង្គាមាសពិតជាពិបាករកណាស់ដូច្នេះខ្ញុំសម្រេចចិត្តយកត្រីសេកនេះចុះចាប់បានត្រីអំបោះមួយក្បាលដោយដៃទេរាងធំគួរសម្ដែងប្រហែលជា1គីឡូយប់នេះគឺអស់លទ្ធភាពហើយរកបង្គាមាសមិនបានយកត្រីផ្សេងមកជំនួសក៏បានហាយកចុះមិត្តឲ្យត្រឡប់ទៅវិញចុះផលទទួលបានក៏ច្រើនដែរគ្រាន់តែមិនមានបង្គាមាសប៉ុណ្ណោះប្រកបណាស់មិនប្រកបទេពេលត្រឡប់ទៅវិញក្រែងលោអាចចាប់បានមួយក្បាលទៀតបណ្ដារបណ្ដាត្រឡប់ទៅវិញចុងក្រោយនៅតាមផ្លូវត្រឡប់ទៅវិញបង្គាមាសប្រកបជាគ្មានទេតែបែរជាឃើញបង្កងធំមួយក្បាលទៀតគ្រាន់តែនៅក្បែរបង្កងនេះមានកាំប្រមាណសមុទ្រមួយដោយខ្លាចមុតខ្ញុំក៏ឈប់គិតអស់ប៉ុន្មានវិនាទីនៅតាមផ្លូវត្រឡប់ទៅវិញខ្ញុំក៏ចាប់បានបង្កងមួយក្បាលទៀតអាយ៉ាទទួលយកបានទោះបីជាគ្មានបង្គាមាសក៏ដោយទីបំផុតមកដល់ហើយបាទផលទទួលបានយ៉ាងសន្ធឹកសន្ធាប់មករកមើលផលទទួលបានថ្ងៃនេះមិត្តព្រះអើយនេះគឺជាផលទទួលបានទាំងអស់របស់ខ្ញុំសម្រាប់យប់នេះក្រៅពីគ្មានបង្គាមាសរបស់ផ្សេងទៀតសុទ្ធតែល្អឥតខ្ចោះពួកវានៅមានអាហារមួយនៅឡើយទេត្រីដែលចាប់ដោយដៃទេនេះពិតជាមិនធម្មតាមែនវានៅរស់នៅឡើយទេមើលមាត់តូចរបស់វាចុះមានធ្មេញស្រួចណាស់
វិជាប្រភេទត្រីស៊ីសាច់ជាអាហារបង្កងពីរដែលចាប់បានយកនេះបែរជាមិនដូចគ្នាទេមួយពណ៌ត្នោតមួយទៀតពណ៌បៃតងចាស់សំខាន់គឺបង្កងទាំងពីរនេះខ្ញុំមិនបានប្រើលំពេងទេគឺចាប់ដោយដៃទេដូច្នេះពួកវានៅរស់រវើកល្អណាស់មិត្តអើយខ្ញុំពិតជាត្រូវសរសើរលំពេងតូចរបស់ខ្ញុំមែនសូម្បីតែត្រីសេកធំបែបនេះក៏អាចចាប់បានដែរយកស្បែកជើងទាត់លេខ40របស់ខ្ញុំមកប្រៀបធៀបមើលព្រះអើយពិតជាធំណាស់ដាក់ចូលតែមួយក្បាលស្ទើរតែពេញធុងទៅហើយដាក់បង្កងទាំងពីរចូលដែរមួយក្បាលចុងក្រោយគឺល្មមតែម្ដងអូខេតោះទៅយប់នេះបើថាខកជើងខ្ញុំគិតថាមិនមែនទេព្រោះទទួលបានផលច្រើនយ៉ាងនេះតែសម្រាប់បង្គាមីគឺពិតជាខកជើងមែនខ្ញុំត្រូវតែទទួលស្គាល់ចូលគេងហើយមិត្តបង្គាមីចាំថ្ងៃស្អែកគិតរកវិធីទៀតពីត្រីសុស្ដីអរុនសុស្ដីមិត្តអាហារពេលព្រឹកខ្ញុំនឹងញ៉ាំពីនេះបង្កងនិងត្រីអំបោះមួយក្បាលនេះគួរតែល្មមហូបហើយត្រីនេះតាមពិតគេហៅថាត្រីបកស្បែកដូច្នេះបន្ទាប់ពីកាត់ក្បាលវាចេញគឺអាចបកស្បែកវាចេញបានយ៉ាងងាយតែមានអារម្មណ៍ថាកន្លែងដែលអាចញ៉ាំបានក៏មិនសូវច្រើនដែរដាក់ឆ្នាំងដាំប្រេងរបៀបធ្វើអាហារពេលព្រឹកក៏សាមញ្ញដែរគឺគ្រាន់តែឆាគ្រឿងផ្សំមុនសិនឆារួចដាក់ប្រេងប៉ោះ2-3ចំណិតត្រប់បាទរួចដាក់សាច់ត្រីនិងកង់បង្កងចូលជាមួយគ្នាបន្ទាប់មកថែមអំបិលនិងទឹកស៊ីអ៊ីបន្តិចជាការស្រេចចុងក្រោយគ្រប់គម្របឆ្នាំងរងចាំប្រហែល5នាទីបើគម្របវ៉ាអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ញ៉ាំហើយមិត្តពេលចម្អិនមិនបានដាក់ទឹកសូម្បីមួយដំណក់នៅតែមានទឹកស៊ុបច្រើនយ៉ាងនេះញ៉ាំបង្កងមុនចុះមើលទៅពិតជាអស្ចារ្យណាស់វ៉ាពិតជាឆ្ងាញ់ណាស់បង្កងអាត្លង់តិកគឺពិតជាបង្កងអាត្លង់តិកមែនស្រួយឆ្ងាញ់ណាស់ឥឡូវមកភ្លក់ត្រីអំបោះនេះម្ដងមើលទៅក៏មិនអន់ដែរឆ្ងាញ់ណាស់សាច់ត្រីអំបោះនេះតើខ្ញុំគួរញ៉ាំវាជាមួយអ្វីទៅសាច់វាស្វិតល្អណាស់ឆ្ងាញ់ណាស់មិត្តអើយនៅខាងក្រោយមានអ្នកស្ទូចត្រីកំពុងស្ទូចត្រីតាមពិតព្រឹកព្រលឹមខ្ញុំក៏ចង់ស្ទូចត្រីដែរតែពេលមើលទៅគឺភ្លេចយកសន្ទូចមកខឹងខ្លួនឯងណាឆ្ងាញ់ញ៉ាំឆ្អែតរួចរាល់ហើយមិត្តអើយត្រូវទៅរកបង្គាមាសទៀតហើយយប់មិញគឺហែទៅទីខាងឆ្វេងថ្ងៃនេះចង់ហែទៅទីខាងស្ដាំហើយក្រុមចំណាយពេល3ម៉ោងចាំមើលថាក្នុងរយៈពេល3ម៉ោងនេះតើអាចចាប់បង្គាមាសបានឬអត់ចាប់ផ្ដើមហើយមិត្តបាទមិត្តអើយធនធាននៅកាប់វេនេះពិតជាសម្បូរមែនខ្ញុំគិតតែចុះទឹកមិនទាន់បានប្រមាណផងក៏ឃើញហ្វូងត្រីជាច្រើនហើយចុះឡើងនៅចំពោះមុខសង្ស័យថាទីនេះឧស្សាហ៍មានត្រីធំមកទីនេះណាស់តែថ្ងៃនេះខ្ញុំត្រូវតែរកបង្គាមាសត្រីធំទុកពេលក្រោយចុះពេលថ្ងៃរកបង្គាមាសគឺគ្មានផ្លូវកាត់ទេមានតែមួយទឹកចុះរាវតាមរូងរហូតទើបមានឱកាសឃើញតែសំណាងល្អទឹកសមុទ្រនៅទីនេះខ្លាំងមើលឃើញច្បាស់មិនដល់កន្លះម៉ោងផងក៏រាវរកសក់ក្នុងបរិវេណយ៉ាងធំរកបង្គាមាសមិនឃើញតែឃើញបង្កងធំមួយក្បាលមុនយកវាមកគឺនៅក្រោមរូងនោះឯងពិតមែនហើយមិននឹកស្មានថាពេលថ្ងៃរាវរូងក៏អាចឃើញបង្កងធំដែរតែបង្កងនេះពួននៅជ្រៅពេកចង់ចាប់ដោយដៃទេគឺមិនអាចទៅរួចទេដូច្នេះយើងត្រូវប្រើឧបករណ៍បង្កងធំពិតជាពិបាកចាប់មែនឬបន្ទាប់ពីដាក់បង្កងចូលកន្ត្រករួចយើងក៏ហែបន្តទៅមុខទៀតតាមពិតផែនការពេលថ្ងៃគឺមិនបាញ់ត្រីទេតែត្រីមាត់ធំនៅចំពោះមុខនេះពិតជាច្រើនមែនគ្រប់រូងសុទ្ធតែមានវាដូច្នេះក៏យកមួយក្បាលចុះចង់ដឹងថាត្រីមាត់ធំនៅអាត្លង់តិកឆ្ងាញ់ឬអត់នេះជាសមុទ្រដែលខ្ញុំធ្លាប់ឃើញត្រីប្រភេទនេះច្រើនជាងគេយកមួយក្បាលត្រឡប់ទៅភ្លក់មើលថាឆ្ងាញ់ឬអត់ចង្វាក់ពេលថ្ងៃនេះដូចជាខុសផ្លូវហើយមកចាប់បានបង្កងធំមួយទៀតហើយពេលធម្មតាបើចាំបានបង្កងក៏មិនមានអារម្មណ៍ថាងាយស្រួលរកឃើញបែបនេះដែរមួយក្បាលធំបែបនេះទៀតព្រះអើយខ្ញុំដឹងថាបង្គាមាសនេះពិតជាពិបាករកណាស់បង្កងចាប់បានដល់ទៅ2ក្បាលហើយតែបង្គាមាសមួយក្បាលក៏រកមិនឃើញសោះអេយ៉ាព្រះអើយបន្តប្រឹងប្រែងទៀតតាមពិតតាំងពីចុះទឹកមកដល់ពេលនេះគឺកន្លងផុតទៅជាង2ម៉ោងហើយមានបង្គាមាសឬអត់កុំទាន់អាននិយាយខ្ញុំមួយទឹករហូតចង់ធ្វើមុខទៅហើយប៉ុន្តែសំណាងល្អតែងតែបើកទ្វារស្វាគមន៍អ្នកដែលប្រឹងប្រែងជានិច្ចព្រោះពេលនេះខ្ញុំពិតជាបានឃើញបង្គាមាសមួយក្បាលមែនមិត្តអើយមានដំណឹងល្អខ្ញុំពិតជាបានឃើញបង្គាមាសមួយក្បាលមែនគ្រាន់តែវាពួននៅកន្លែងរៀងជ្រៅបន្តិចចាំមើលខ្ញុំរកវិធីចាប់វាសិនអូខេសប្បាយចិត្តណាស់ដើម្បីធានាថាមិនមានការផ្លាស់ទីនេះខ្ញុំបានមុជទឹក2ដងដើម្បីមើលទីតាំងរបស់បង្គាមាសចុងក្រោយក៏សម្រេចចិត្តប្រើឧបករណ៍ព្រោះថារកអស់ពេលយ៉ាងយូរបើឲ្យវារត់រួចខ្ញុំប្រកាសជាយំមិនខានវ៉ាទីបំផុតអាចចាក់វាបានហើយទីបំផុតរកឃើញហើយមិត្តវ៉ាធំណាស់ទំហំនេះគឺធំជាងបង្កងកន្ទះឡើងឆ្ងាយណាស់ទម្ងន់ប្រហែលកន្លះគីឡូអូលើកទី1ដែលចាក់បានវាគូនខ្លួនចូលគ្នាអស់សប្បាយចិត្តណាស់គ្រាន់តែមើលក៏ដឹងថាឆ្ងាញ់ដែរយកវាមិត្តជាទីស្រឡាញ់តើអ្នកទាំងអស់គ្នាគិតថាចប់ត្រឹមនេះមែនទេនៅមិនទាន់ចប់ទេព្រោះតែកន្លះម៉ោងចុងក្រោយនេះខ្ញុំរកបានមួយក្បាលទៀតហើយនេះគេហៅថាសុភមង្គលធ្លាក់មកដោយមិនដឹងខ្លួនវ៉ាចាប់បានដោយដៃទេអ្នកទាំងអស់គ្នាជួយតែមិត្តវ៉ារំភើបខ្លាំងណាស់ធំមុននេះខ្ញុំស្មានតែភ្នែកខ្ញុំមើលច្រឡំមិននឹកស្មានថាវាពិតជាមែនសោះធំគួរសមដែលមិត្តមើលចុះហើយពេលដែលខ្ញុំចាប់វាក៏ទៅតាមប្រមាណមុតអស់ប៉ុន្មានកន្លែងដែរតែពិតជាស័ក្តិសមណាស់យកចុះអូខេឥឡូវយើងត្រឡប់ទៅវិញហើយថ្ងៃនេះរកចិត្ត3ម៉ោងសំណាងហើយដែលរកឃើញថែមទាំងរកបានដល់ទៅ2ក្បាលអស្ចារ្យណាស់ត្រឡប់ទៅវិញមកដល់ច្រាំងហើយមកមើលផលដែលចាប់បានពេលនេះអារម្មណ៍ខ្ញុំពិតជាចង់ច្រៀងមួយបទណាស់ព្រោះខ្ញុំចាប់បានបង្គាមាសហើយថែមទាំងចាប់បានដល់ទៅ2ក្បាលទៀតសប្បាយចិត្តណាស់ធំឬអត់មិត្តបង្គាមាសពីនេះមានប្រវែងប្រហែលកន្លះកំពូលដៃណោះហេតុអ្វីបានជាឈ្មោះវាហៅថាបង្គាមាសទៅវិញតែសម្បកវាពិតជាខ្លាំងណាស់មែនទេមើលទៅមានអារម្មណ៍ថាដូចសត្វល្អិតចម្លែកអញ្ចឹងមើលចុះជើងរបស់វាសុទ្ធតែពណ៌ស្វាយសូម្បីតែកែមផ្នែកក្បាលនេះក៏ពណ៌ស្វាយដែរពុកមាត់ក៏ពណ៌ស្វាយឥឡូវយកបង្គាមាសនេះមកធ្វើម្ហូបចាំមើលថាឆ្ងាញ់ឬអត់អបាញ់មិញរកបានបន្ទះធម្មជាតិមួយយកមកអាំងទេបន្ទះនេះធ្វើជាគ្រឿងជ្រលក់សម្រាប់ញ៉ាំជាមួយបង្គាមាសមែនហើយព្រោះនេះជាលើកទី1ដែលញ៉ាំបង្គាមាសដូច្នេះការរៀបចំត្រូវតែពិសេសបន្តិចហើយដូច្នេះនៅពេលដែលបន្ទះនិងខ្ទឹមស្អាងចិនហើយខ្ញុំក៏ដាក់ចូលដល់ហើយយកមកបុកឲ្យម៉ត់បុករួចចាក់ប្រេងក្តៅចូលឲ្យឈ្ងុយចំណែកឯបង្គាមាសនេះគឺយកទៅស្ងោរជាមួយទឹកធម្មតាពេលដែលស្ងោរឆ្អិនហើយគ្រាន់តែជ្រលក់ជាមួយទឹកជ្រលក់ម្ទេសដែលធ្វើរួចជាការស្រេចបាទរួចរាល់ហើយ
ធ្វើអស់មួយសន្ទុះទីបំផុតដល់ពេលញ៉ាំហើយពិតជាទន្ទឹងរង់ចាំណាស់សាច់ច្រើនណាស់ពេលវេលាដ៏សំខាន់មកដល់ហើយជ្រលក់ទឹកម្ទេសពិតជាមើលទៅគួរឲ្យចង់ញ៉ាំណាស់គឺបង្កងឆ្ងាញ់ណាស់ពីនេះគឺមិនគ្រាន់ញ៉ាំទេឆ្ងាញ់រហូតចង់រំតែម្ដងអស់ចាស់ណាស់ពិតជាញ៉ាំមិនគ្រាន់មែនមិត្តអើយបាទព្រះអើយបើដឹងអញ្ចឹងគួរតែចាប់ឲ្យបានច្រើនក្បាលបន្តិចសាច់បង្គាមាសនេះរាងផ្អែមបន្តិចហើយស្វិតល្អទៀតឆ្ងាញ់មែនទែនឆ្ងាញ់ជាងសាច់បង្កងទៅទៀតមិត្តបង្គាមាសឆ្ងាញ់ណាស់អញ្ចឹងវីដេអូថ្ងៃនេះសូមបញ្ចប់ត្រឹមនេះមិត្តតែចូលចិត្តជួយចុច like ផង subscribe និង share ផងបាយបាយ